ម្សិលមិញល្អប៉ុណ្ណាក៏មិនអាចត្រឡប់ទៅវិញបានថ្ងៃស្អែកពិបាកប៉ុណ្ណាក៏ត្រូវតែបន្តទៅទៀតថ្ងៃខែដែលកន្លងទៅគឺជាអារម្មណ៍ជីវិតដែលរស់នៅគឺជាការដឹងគុណគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេហើយគ្មានរឿងណាមួយគ្មានបញ្ហានោះដែរចិត្តគំនិតល្អគ្មានឧបសគ្គណាដែលមិនអាចយកឈ្នះបាននោះទេអារម្មណ៍ល្អគឺមានអ្វីទាំងអស់ក្នុងការរស់នៅក្នុងមួយជាតិរបស់មនុស្សនេះមានមនុស្សកោតសរសើរអ្នកមានមនុស្សស្អប់អ្នកមានមនុស្សច្រណែនអ្នកមានមនុស្សមើលងាយអ្នកហើយក៏មានអ្នកយល់ច្រឡំជាមួយអ្នកដែរនៅលើโลกនេះអ្វីដែលគួរឲ្យខ្លាចមិនមែនខ្មោចនោះទេគឺមនុស្សខ្មោចវាគ្រាន់តែបន្លាចមនុស្សឯមនុស្សវិញគឺធ្វើបាបមនុស្សដូចគ្នាហើយអ្វីដែលកខ្វក់នោះគឺចិត្តមនុស្ស